nơi ti bom phốt và pôn đám hai nâng bạ vụ mà nèត្រូវបានសមត្ថកិច្ចធ្វើការខាត់ខ្លួនបានហើយករណីប្រើប្រាស់នៅពឹងសាបើកឡានដេញបុកនារីម្នាក់ដែលជាស្រីស្នេហ៍របស់ប្តីបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅទឹកដីខណ្ឌទូកោកកាលពីយប់ថ្ងៃទី1ខែឧសភាយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅថ្ងៃទី2ខែឧសភានេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទូកោកបានខាត់ខ្លួនជនសង្ស័យ2នាក់ដែលបានប្រើប្រាស់នៅអំពើហិង្សាមានស្ថានទូតដោយប្រើដំបងមូលប្រើដៃនិងបានបើករថយន្ត Raptor ដេញបំបុកជនគ្រោះម្នាក់ដែលជាអតីតសង្សាររបស់ប្តីបណ្ដាលឲ្យរងរបួសជាច្រើនកន្លែងនិងខូចខាតរថយន្តមកក្រោយទាំងស្រុងយោងតាមប្រភពព័ត៌មានបន្តថាជនសង្ស័យទាំងពីរនាក់មួយមានឈ្មោះជារីដាភេទស្រីអាយុ39ឆ្នាំមុខរបរលក់អគុយនិងម្នាក់ទៀតឈ្មោះអឹងលីមុំភេទស្រីអាយុ45ឆ្នាំមុខរបរលក់ដូរចំណែកនារីរងគ្រោះមានឈ្មោះចាបចិន្តាភេទស្រីអាយុ40ឆ្នាំមុខរបរនៅផ្ទះខ្ញុំសូមបញ្ជាក់ជូនបងប្អូនបន្ថែមថានៅពេលនេះជនសង្ស័យទាំងពីរនាក់កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទូកោកដើម្បីអនុវត្តទៅតាមនីតិវិធីបងប្អូនបានឃើញហើយការប្រើប្រាស់នៅអំពើហិង្សាក៏ដូចជាបើកឡានដេញបំបុកនារីម្នាក់ដែលនាំឲ្យបងប្អូនមានការភ្ញាក់ផ្អើលជាខ្លាំងហើយបរិសុទ្ធម្នាក់ដែលទំនងជាបងប្អូនរបស់ប្រពន្ធដើមគឺបានចូលទៅប្រើប្រាស់អំពើហិង្សាដល់ក្នុងផ្ទះលក់ដូររបស់បងប្អូនប្រជាពលរដ្ឋតែម្ដងដែលនៅពេលនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីហើយអាចនឹងឈានដល់ការខកខ្លួនបរិសុទ្ធដែលជាជនបង្កនាពេលឆាប់ខាងមុខនេះដើម្បីអនុវត្តទៅតាមច្បាប់ខ្ញុំក្រៅរំលឹកទៅកាន់បងប្អូនម្ដងទៀតមានរឿងអ្វីកើតឡើងក៏ដោយស្នេហាត្រីកោណយ៉ាងណាក៏ដោយសូមដោះស្រាយគ្នាដោយសន្តិវិធីកុំប្រើប្រាស់នៅអំពើហិង្សាការប្រើប្រាស់នៅអំពើហិង្សាគឺជាអំពើខុសច្បាប់ជាបទល្មើសព្រហ្មទណ្ឌដែលសមត្ថកិច្ចនឹងធ្វើការអនុវត្តច្បាប់ទៅកាន់បងប្អូនអរគ្នាដោយគ្មានការលើកលែងនោះទេ